មានយប់មួយនោះណាមានក្មេងតូចម្នាក់ទៅអង្គុយលេងមាត់ស្ទឹងសៀមរាបមើលគេញ៉ាំអីហ្នឹងណាហើយក៏ស្រាប់តែឃើញដើមញោមម្ដើមមានត្រួយល្អមែនទែននឹកដល់អាម៉ុកភ្លាមនាងក៏បានលួចបេះត្រួយញោមរបស់គេយកមកផ្ទះបានមួយកណ្ដាប់ហើយក្មេងតូចម្នាក់នោះគឺខ្ញុំនឹងឯងនិយាយលេងទេបងប្អូនតាមពិតញោកន្លែងមិត្តភក្តិខ្ញុំគាត់លក់ទេអញ្ចឹងសុំគាត់ត្រឹមត្រូវណាបងប្អូនណាឃើញត្រួយញោនឹកឃើញអាម៉ុកប៉ុន្តែអត់ដែលចេះធ្វើអាម៉ុកទេណាបងប្អូនលើកទី1ក្នុងឆាកជីវិតដែលធ្វើអាម៉ុកខ្លួនឯង សម្រាប់អាម៉ុកវិញគឺគេអាចយកសាច់ត្រីសាច់មាន់អីយកទៅធ្វើបានប៉ុន្តែលើកនេះខ្ញុំរើសសាច់មាន់មកធ្វើដោយសារតែខ្ញុំមួយថ្ងៃហ្នឹងខ្ញុំញ៉ាំតែត្រីរហូតអញ្ចឹងសុំសាច់មាន់ហ្មងហើយយកសាច់ទ្រូងណាបងប្អូនសាច់ទ្រូងមាន់គឺខ្ញុំហាន់ដុំៗតូចៗល្មមមកល្មមមួយម៉ាត់មួយម៉ាត់អញ្ចឹងទៅហើយសម្រាប់គ្រឿងវិញគឺងាយមែនទែនដោយសារខ្ញុំបានទិញគ្រឿងកញ្ចប់ហ្មងអញ្ចឹងយើងយកមកយើងថែមតែគ្រឿងតិចតួចហើយជាមួយនឹងវិធីធ្វើអីគឺគេមានសរសេរប្រាប់នៅហ្នឹងអញ្ចឹង easy easy ហ្មងណានេះបងប្អូននៅក្រោយកញ្ចប់គេមានដាក់គ្រឿងផ្សំហើយនឹងវិធីធ្វើអញ្ចឹងទៅមើលតាមហ្នឹងអញ្ចឹងណានៅក្នុងកញ្ចប់គ្រឿងគេដាក់ត្រី3ខាំហើយផ្សិតស1ខាំហើយនឹងខ្ទឹមបារាំង1ខាំអញ្ចឹងវាកន្លះគីឡូស្មើនឹងកន្លះគីឡូហើយអញ្ចឹងខ្ញុំក៏ប្រើសាច់មាន់ហ្នឹងកន្លះគីឡូដោយអត់មានថែមផ្សិតថែមខ្ទឹមបារាំងទេដោយសារតែខ្ញុំអត់មានមិនសូវមានគ្រឿងគ្រប់អញ្ចឹងហើយកាត់ ចូលមកដល់វិធីធ្វើវិញគឺធ្វើតាមរបៀបគេប្រាប់តែម្ដងបងប្អូនដំបូងគេឲ្យដាក់ប្រេងឆាបន្តិចតែខ្ញុំអត់មានប្រេងឆាខ្ញុំដាក់ប៊ឺបន្តិចទៅរួចហើយចាប់ផ្ដើមលីងគ្រឿងវាឲ្យឡើងឈ្ងុយសិនណាតោះតែឈ្ងុយគ្រឿងនឹងសិនបាទយើងដាក់ខ្ទិះដូងចំនួនពាក់កណ្ដាលចូលបើសិនជាបងប្អូនប្រើខ្ទិះដូងស្រស់ក៏បានហើយសម្រាប់ខ្ញុំពេលយប់ហើយខ្ញុំមានតែខ្ទិះដូងកំប៉ុងដាក់ខ្ទិះដូងកំប៉ុងនឹងឯង160មីលីលីត្រអញ្ចឹងវាលើសចំនួនដែលគេកំណត់តែ10មីលីលីត្រទេអញ្ចឹងខ្ញុំដាក់ទាំងអស់តែម្ដង បន្ទាប់ពីកូរគ្រឿងអាម៉ុកនេះជាមួយនឹងខ្ទិះដូងឡើងឈ្ងុយហើយពុះល្អហើយគឺខ្ញុំដាក់សាច់មាន់ចូលហ្មងបើសិនជាប្រើសាច់ត្រីគេឲ្យយើងស្រុះសាច់ត្រីបានចិត្តឆ្អិន50%សិនកាត់ឆ្អាបតែខ្ញុំសម្រាប់សាច់មាន់ខ្ញុំអត់បានស្រុះទេគឺខ្ញុំដាក់ឆាយកហ្មងហើយខ្ញុំក៏មានរំងាស់ទឹកឆ្អឹងស៊ុបហ៎អញ្ចឹងក៏ខ្ញុំដួសទឹកឆ្អឹងស៊ុបហ្នឹងយកមកដាក់2ស្លាបព្រា2វែករួចហើយខ្ទិះដូងដែលនៅសល់គឺយើងដាក់ចូលមកទាំងអស់មកហើយជាប់កំប៉ុងហ្នឹងគឺយើងថែមទឹកស៊ុបចូលក្នុងហ្នឹងក្លុកៗទីមកដាក់ប្រហើយមករួចហើយបានថែមគ្រឿងថែមអីនេះមានដូចជារ៉ូឌីបន្តិចទឹកត្រីបន្តិចហើយនឹងស្ករបន្តិចតែប៉ុណ្ណឹងឯងហើយយើងរំងាស់មកសាច់ឆ្អិនមកល្មមរំងាស់យូរពេកសាច់រឹងដែរបន្ទាប់ពីឆ្អិនហើយគឺយើងដាក់ស្លឹកញចូលហើយកូរមកត្រឡប់ពីត្រឡប់គឺរួចរាល់ហើយ ដោយបងប្អូនបានជ្រាបស្រាប់ហើយរួមទាំងខ្ញុំដែរគឺថាអាម៉ុកឬក៏ห่อหมกនេះវិញណាសម្រាប់ភ្ញៀវជាតិអន្តរជាតិអីគឺថាមកហាងឬក៏ភោជនីយដ្ឋានណាអីគឺរោតែអាម៉ុកនឹងឯងល្បីខ្លាំងមែនទែនហើយបើសម្រាប់ខ្ញុំវិញណាអត់សូវជាចូលចិត្តទេប៉ុន្តែក៏អត់ស្អប់ដែរអញ្ចឹងអាចញ៉ាំបានរសជាតិដឹងរសជាតិមិនឆ្ងាញ់អញ្ចឹងក៏ខ្ញុំរៀនសាកធ្វើម្ដងទៅហើយណាក៏ចេះធ្វើដែរដើម្បីកុំឲ្យពេលដែលជួបភ្ញៀវបរទេសមិត្តភ័ក្តិបរទេសអីគេសួរថាចេះធ្វើអាម៉ុកអត់ខ្លាចថាអត់ចេះ ចឹងឥឡូវខ្ញុំចេះហើយគ្រាន់តែថាខ្ញុំអត់បានយកទៅចំហុយទេគឺខ្ញុំឆាហើយធ្វើតាមរបៀបដែលប្រាប់នៅក្នុងកញ្ចប់ប៉ុន្តែបើសិនជាបងប្អូនពូកែធ្វើអាម៉ុកឬក៏ជំនាញខាងធ្វើអាម៉ុកលក់អីអញ្ចឹងណាបងប្អូនអាចជួយខមមិនប្រាប់ខ្ញុំបន្តិចតួចផងដោយសារខ្ញុំអត់ចេះធ្វើគ្រឿងទេគឺគ្រឿងហ្នឹងទិញគេស្រាប់តែម្ដងហើយសម្រាប់វីដេអូខ្ញុំវិញគឺគ្រាន់តែបង្ហាញពីរបៀបធ្វើរបស់ខ្ញុំទេអត់បានបង្រៀនទេណាបងប្អូនបើសិនជាមានការទាស់ខុសអីជួយខន្តីអភ័យទោសផងអរគុណច្រើនជម្រាបលាបាយបាយ